ព្រះពុទ្ធសាសនានិងសង្គមព្រះពុទ្ធសាសនាសីលធម៌សង្គមជាតិសេចក្តីអំពាវនាវកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនានិងសង្គមសូមអំពាវនាវដល់សប្បុរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេសឲ្យបានជ្រាបថាកាលពីថ្ងៃសៅរ៍ទី2និងថ្ងៃអាទិត្យទី3ខែសីហាគ្រិស្តសករាជ2014កន្លងទៅកម្មវិធីបានកសាងគេហដ្ឋានមួយខ្នងដែលមានទំហំ4ម៉ែត្រគុណនឹង5ម៉ែត្រជូនលោកតាច័ន្ទសុខដែលជាពលរដ្ឋទីទាល់ក្រមានទីលំនៅក្នុងភូមិជើងទឹកកសង្កាត់ជើងទឹកក្រុងព្រៃវែងខេត្តព្រៃវែងដោយឡែកសប្តាហ៍ថ្ងៃអូនស្រីតុកណាស់ដែលត្រូវជាកូនរបស់លោកតាច័ន្ទសុខនិងជាសមាជិកស្ម័គ្រចិត្តក្នុងកម្មវិធីកំពុងតែមានជំងឺគិះនៅនឹងដើមទ្រូងហើយត្រូវវះកាត់នៅថ្ងៃសៅរ៍6កើតខែភទ្របទពុទ្ធសករាជ2558ត្រូវនឹងថ្ងៃទី30ខែសីហាគ្រិស្តសករាជ2014ប៉ុន្តែដោយសារជីវភាពខ្វះខាតមិនមានលទ្ធភាពក្នុងការវះកាត់ហេតុដូចនេះក្នុងនាមថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនានិងសង្គមទាំងអស់សូមអំពាវនាវដល់សប្បុរសជនដែលតែងតែមានទឹកចិត្តជួយសង្គ្រោះដល់អ្នកទីទាល់ក្រនិងមានបំណងចង់បរិច្ចាគសូមទំនាក់ទំនងមកការិយាល័យកម្មវិធីដែលមានទីតាំងនៅវត្តសង្ឃសម័យភូមិ3សង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែងឬក៏អាចទំនាក់ទំនងមកលេខទូរស័ព្ទ012 94 43 59 010 58 19 46 097 689 16 44 សូមអរព្រគុណសូមអរគុណ